ngàyនេះខ្ញុំមកបរៀនគ្នាយើងពីរបៀបមើលថាអាខោរបស់យើងនឹងអាចនៅដាក់ពេជ្រគុណ2បានទៀតឬមួយក៏ដាក់លេខបានហើយដោយសារតែមានគ្នាយើងច្រើនខ្លាំងមែនទែនច្រឡំដាក់ពេជ្រគុណ2គ្រប់ website ណាយើងគិតថាអញ្ចឹងគាត់ថាពេជ្រគុណ2គឺក្នុងមួយ website ដាក់បានម្ដងអញ្ចឹងទៅតែតាមពិតទៅគឺមិនមែនគ្នាយើងពេជ្រគុណ2នឹងក្នុងមួយ account គឺដាក់បានតែម្ដងគាត់បើនិយាយអស់ទៅគឺក្នុងមួយជីវិតយើងនេះគឺដាក់បានតែម្ដងទេអត់អាចមានជាលើកទី2បានទេកុំច្រឡំឲ្យសោះហើយរបៀបនៅក្នុងការមើលគឺស្រួលខ្លាំងបំផុតគ្នាយើងជាដំបូងគ្នាយើងក៏ចូលទៅកន្លែងដែលយើងដាក់ពេជ្រក្នុង game Mobile Legends មកតោះមកគ្នាយើងនឹងឃើញរូបពេជ្របែបនេះហើយខ្ញុំសូមបញ្ជាក់ចប់ពេជ្រដែលអាចដាក់ពេជ្រគុណ2បានគឺមានដូចជាចប់50 150 250និង500អញ្ចឹងមានតែ4កញ្ចប់នឹងគាត់ដែលអាចដាក់ពេជ្រគុណ2បានហើយរបៀបក្នុងការមើលថាតើចប់មួយណាដែលយើងនឹងអាចដាក់ពេជ្រគុណ2បានហើយកញ្ចប់ណាយើងដាក់លេងកាតគឺយើងមើលបែបនេះបើសិនជាគ្នាយើងមើលទៅលើកញ្ចប់ពេជ្រនឹងទៅឃើញអក្សរពាក្យថា First Recharge តែមានអក្សរពណ៌ក្រហមនេះចាំន័យថាកញ្ចប់ពេជ្រមានគឺអត់ធ្លាប់ដាក់ពេជ្រគុណ2ពីមុនមកទេអ្នកគ្នាអាចធ្វើការដាក់បានអញ្ចឹងណាដាក់ទៅនឹងបានគុណ2ហ្មងក៏ប៉ុន្តែបើគ្នាយើងមើលទៅវាអត់ឃើញមានអក្សរថា First Recharge ពណ៌ក្រហមហ្នឹងទេគឺមានន័យថាកញ្ចប់ពេជ្រនឹងគឺធ្លាប់ដាក់ពេជ្រគុណ2ពីមុនមកហើយគ្នាយើងកុំបកកាយថាខ្ញុំអត់ធ្លាប់ដាក់ពីមុនមកផងហេតុអីក៏អត់ឃើញពេជ្រគុណ2គឺគ្នាយើងធ្លាប់ដាក់ហើយវាអត់មានអក្សរមួយហ្នឹងអញ្ចឹងណាជួនកាលគ្នាយើងអាចដាក់កញ្ចប់គុណ2ដោយអត់ដឹងខ្លួនក៏ថាបានដែរអ្នកខ្លះវិញពេញ account តពីគេដាក់ហើយអញ្ចឹងណាហើយគាត់មកធ្វើការដាក់ពេជ្រគុណ2ក្នុង website ខ្ញុំបន្តទៀតអញ្ចឹងគឺវាអត់បានតែបានតែម្ដងទេអញ្ចឹងខ្ញុំសូមរំលឹកម្ដងទៀតមុននឹងចូលទៅដាក់ពេជ្រគុណ2ក្នុង website ខ្ញុំសូមមកគ្នាយើងនឹងចូលទៅក្នុង game ហើយ check មើលសិនថាតើមានអក្សរ First Recharge ពណ៌ក្រហមនឹងឬក៏អត់ណាជៀសវាងគ្នាយើងថា website mìnhនឹងបោកដោយសារតែដាក់ពេជ្រទៅវាបានពេជ្រគុណ2អញ្ចឹងណាយើងគ្នាយើងអញ្ចឹងខ្ញុំគិតថារបៀបមើលកញ្ចប់ពេជ្រគុណ2គឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូនេះគឺបានបកស្រាយចម្ងល់ទៅគ្នាយើងទាំងអស់គ្នាចុះដោយសារតែនៅមានគ្នាយើងខ្លះបន្តឆាតមកសួរខ្ញុំថាមិនក៏គាត់ដាក់ពេជ្រគុណ2នៅកន្លែងខ្ញុំហត់បានពេជ្រគុណ2ដូចខ្ញុំបានដាក់នៅលើហ្នឹងអញ្ចឹងណាដោយសារតែគាត់នឹងធ្លាប់ដាក់ពេជ្រគុណ2ហើយវីដេអូយើងដូចជាមានតែប៉ុណ្្នឹងទេអ្នកគ្នាចុងក្រោយបើសិនគ្នាយើងមានតម្រូវការចង់កក់យក Ticket Aspirant លើកទី1អីអ្នកគ្នាអាចធ្វើការកក់តាម website បាន website របស់ខ្ញុំឥឡូវនេះគឺមានមុខងារថ្មីដែលមានឈ្មោះថាកក់ Ticket អញ្ចឹងណាអ្នកគ្នាអាចធ្វើការចូលទៅទិញពេជ្រនៅកន្លែងកក់ Ticket ហ្នឹងទៅអញ្ចឹងវានឹងធ្វើការ save ID គ្នាយើងទុកឲ្យនៅពេលដែលដល់10ខែ10ដែលចង្អៃ free ticket ហ្នឹងវានឹងធ្វើការ load ពេជ្រចូល account គ្នាយើងដល់អូតូហើយសូមបញ្ជាក់គ្នាយើងពេជ្រ load ចូល account គ្នាយើងគឺនៅម៉ោង3 5នាទីល្ងាចទើបពេជ្រនឹង load ចូលអញ្ចឹងណាអញ្ចឹងគឺវារៀងស្រួលដែរបាច់បាក់ឲ្យគ្នាយើងចូលទៅដាក់ពេជ្រម្ដងទៀតទេគឺយើងចូលទៅកក់ហើយទៅដល់ម៉ោងដល់ថ្ងៃគឺវា load ចូល account អូតូហ្មងហើយចំពោះ link website ខ្ញុំនឹងធ្វើការតម្លាក់នៅក្នុង comment នឹងក្រោមគ្នាយើងអាចចូលទៅដាក់បាន